នាព្រឹកថ្ងៃទី6ខែកក្កដាឆ្នាំ2026លោកសេងគុណអភិបាលនៃគណៈអភិបាលខណ្ឌមានជ័យបានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុប្លង់រឹងជូនដល់ប្រជាពលរដ្ឋជាម្ចាស់កម្មសិទ្ធិនៅតំបន់វិនិច្ឆ័យចំនួន2ក្នុងមូលដ្ឋានខណ្ឌមានជ័យរាជធានីភ្នំពេញពិធីនេះមានការចូលរួមពីមន្ត្រីរាជការអាជ្ញាធរសង្កាត់ភូមិពាក់ព័ន្ធនិងប្រជាពលរដ្ឋជាច្រើនគ្រួសារដោយការចែកប្លង់រឹងធ្វើឡើងនៅតំបន់វិនិច្ឆ័យបុរីប៉ាឌីស្ថិតក្នុងភូមិទ្រាប3សង្កាត់ស្ទឹងមានជ័យទី1និងតំបន់វិនិច្ឆ័យបុរី559ស្ថិតក្នុងភូមិថ្នោតជ្រុំសង្កាត់បឹងទំពុនទី2លោកសេងគុណក៏បានលើកឡើងថាការផ្ដល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះពេលនេះគឺជាការធានាសិទ្ធិកម្មសិទ្ធិស្របច្បាប់ជូនប្រជាពលរដ្ឋដែលអាចប្រើប្រាស់ជាឯកសារផ្លូវច្បាប់សម្រាប់ការកាន់កាប់អាស្រ័យផលផ្ទេរកម្មសិទ្ធិឬធ្វើប្រតិបត្តិការផ្សេងៗស្របតាមច្បាប់ព្រមទាំងរួមចំណែកបង្កើនសុវត្ថិភាពនិងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋលោកក៏បានបញ្ជាក់ថាការចាញ់ប្លង់រឹងជូនប្រជាពលរដ្ឋគឺជាការបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងការធានាសិទ្ធិស្របច្បាប់លើអចលនទ្រព្យនិងជំរុញការគ្រប់គ្រងដីធ្លីឲ្យមានប្រសិទ្ធភាពនិងតម្លាភាពក្នុងឱកាសនោះប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុបានសម្ដែងនូវក្តីសប្បាយរីករាយនិងថ្លែងអំណរគុណចំពោះអាជ្ញាធរខណ្ឌមានជ័យនិងមន្ត្រីជំនាញដែលបានខិតខំអនុវត្តការវាស់វែងនិងរៀបចំប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋបានយ៉ាងរលូននិងមានប្រសិទ្ធភាព